នៅក្នុងភូមិមួយក្បែរទន្លេមានស្ពានបេតុងចាស់មួយអ្នកភូមិហៅវាថាស្ពានម៉ោង3មិនមែនព្រោះវាត្រូវបានសាងសង់នៅម៉ោង3នោះទេប៉ុន្តែដោយសារតែវារាល់យប់នៅម៉ោង3ព្រឹកអ្នកណាដែលជិះម៉ូតូឆ្លងកាត់ស្ពាននឹងឮសំឡេងនារីម្នាក់ហៅពីក្រោមស្ពានបងជប់សិនជួយខ្ញុំផងអ្នកព្រមប្រាប់គ្នាថាកុំឈប់កុំមើលចុះក្រោមហើយសំខាន់បំផុតកុំឆ្លើយតបយប់មួយខ្ញុំបានត្រឡប់ពីភ្នំពេញមកផ្ទះម៉ោងនៅលើទូរស័ព្ទម៉ោង 2:56 នាទីព្រឹកផ្លូវក្នុងភូមិស្ងាត់មានតែភ្លើងម៉ូតូរបស់ខ្ញុំនិងសំឡេងកង់វិលលើផ្លូវពេលខ្ញុំមកដល់មុខស្ពាននាឡិកាប្តូរទៅម៉ោង3ព្រាមនោះម៉ូតូខ្ញុំក៏រលត់ខ្ញុំចុចដេរហើយម្ដងមិនឆេះម្ដងទៀតក៏មិនឆេះហើយនៅពេលនោះខ្ញុំឮសំឡេងមួយពីក្រោមស្ពានបងខ្ញុំកកស្ទះសំឡេងនោះបន្តជួយខ្ញុំផងខ្ញុំចាំពាក្យអ្នកភូមិបានកុំឆ្លើយខ្ញុំចាប់ផ្ដើមចុចដេរម្ដងទៀតនៅតែមិនឆេះបន្ទាប់មកសំឡេងនោះសើចបងមិនចាំខ្ញុំទេឬខ្ញុំមិនដែលស្គាល់នាងទេយ៉ាងហោចណាស់ខ្ញុំគិតថាខ្ញុំមិនដែលស្គាល់ព្រាមនោះទូរស័ព្ទខ្ញុំក៏រោលេខអ្នកខលចូលគឺលេខម្ដាយរបស់ខ្ញុំទទួលម៉ាក់គ្មានអ្នកណានិយាយមានតែសំឡេងនឹងហៅបន្ទាប់មកសំឡេងម្ដាយខ្ញុំខ្សឹបកូនកុំឆ្លើយនាងខ្ញុំសួរម៉ាក់នៅឯណាសំឡេងម្ដាយខ្ញុំឆ្លើយខ្ញុំនៅផ្ទះហើយបន្ទាប់មកសំឡេងនោះនិយាយប្រយោគមួយឃ្លាដែលធ្វើឲ្យខ្ញុំស្ទើរតែទម្លាក់ទូរស័ព្ទចុះប៉ុន្តែអ្នកដែលកំពុងឈរនៅពីក្រោយកូនមិនមែនខ្ញុំទេខ្ញុំមិនហ៊ានងាកមើលខាងក្រោយខ្ញុំមានសំឡេងបោះចំហៀន1ចំហៀន2ចំហៀន3ចំហៀនវាឈប់នៅពីក្រោយខ្ញុំហើយសំឡេងនារីនោះមិននិយាយនៅចិត្តត្រចៀកខ្ញុំទេឥឡូវនេះងាកមើលខ្ញុំបានហើយខ្ញុំបិទភ្នែកហើយសូត្រខកក្នុងចិត្តបន្ទាប់មកម៉ូតូខ្ញុំស្រាប់តែឆេះខ្ញុំបើកម៉ូតូចេញពីស្ពានភ្លាមមិនហ៊ានងាកមើលក្រោយឡើយពេលខ្ញុំមកដល់ផ្ទះម្ដាយខ្ញុំកំពុងឈររង់ចាំខ្ញុំនៅមុខផ្ទះខ្ញុំចុះពីម៉ូតូហើយសួរម៉ាក់បានទូរស័ព្ទមកខ្ញុំទេម្ដាយខ្ញុំមើលមុខខ្ញុំចម្លែកអត់ទេកូនទូរស័ព្ទម៉ាក់នៅលើតុតាំងពីយប់ខ្ញុំយកទូរស័ព្ទចេញមកមើល call history មានលេខ1បានហៅមុខខ្ញុំនៅម៉ោង 3:01 នាទីលេខនោះគឺជាលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់លុះព្រឹកឡើងខ្ញុំទៅសួរចាស់នៅក្នុងភូមិអំពីស្ពាននោះបុរសចាស់ម្នាក់ស្ងាត់យ៉ាងយូរមុននឹងនិយាយថាកាលពីច្រើនឆ្នាំមុនមាននារីម្នាក់លង់ទឹកស្លាប់នៅក្រោមស្ពាននោះគេថារាល់យប់នាងរងចាំអ្នកណាម្នាក់ខ្ញុំសួរអ្នកណាគាត់មើលមកខ្ញុំប្តីរបស់នាងខ្ញុំសួរបន្តហើយប្តីនាងនៅឯណាបុរសចាស់នោះមិនឆ្លើយគាត់គ្រាន់តែចង្អុលទៅស្ពានគេរកឃើញសាកសពបុរសនោះនៅក្រោមស្ពាននៅ3ថ្ងៃក្រោយហើយចាប់ពីថ្ងៃនោះមកខ្ញុំមិនដែលឆ្លងកាត់ស្ពាននោះនៅពេលយប់ទៀតឡើយប៉ុន្តែមានរឿងមួយដែលខ្ញុំមិនអាចបញ្យល់បានរាល់យប់នៅម៉ោង3ព្រឹកទូរស័ព្ទរបស់ខ្ញុំនឹងបង្ហាញការខលចូលមួយលេខអ្នកហៅគឺជាលេខរបស់ខ្ញុំហើយរាល់ពេលខ្ញុំមិនទទួលវានឹងផ្ញើសារមកតែមួយប្រយោគបងខ្ញុំនៅរងចាំនៅក្រោមស្ពានលើកក្រោយកុំទុកឲ្យខ្ញុំរងចាំយូរប្រសិនបើអ្នកឆ្លងកាត់ស្ពានមួយនៅពេលយប់ហើយឮអ្នកណាម្នាក់ហៅឈ្មោះអ្នកពីក្រោមស្ពានកុំឈប់កុំមើលចុះក្រោមហើយកុំឆ្លើយប្រសិនបើអ្នកឆ្លើយប្រហែលជាមិនមែនជាអ្នកទេដែលត្រឡប់មកផ្ទះ